ឃើញគេបកស្បែកវាចេះអត់ផុតសោះត្រីអុយក្រែនឥឡូវនេះបានមកដល់ដៃខ្ញុំហើយត្រីមកទាំងមូលហ្មងនេះត្រីហ្នឹងគេឲ្យញ៉ាំជាមួយនឹងខ្ទឹមក្រហមលាយមួយទឹកខ្មេះនេះគឺគ្រឿងក្រៅគេមានដូចជាខ្ទឹមបារាំងមានដូចជាដំឡូងស្ងោរមើលសាច់ត្រីគេជាក់សេបធំក្លិនត្រីវាប្រហែលជាធំក្លិនត្រីដោយសារវាគឺជាត្រីឃើញគេបកស្បែកវាចេះអូសាច់ត្រីហ្នឹងមានអារម្មណ៍ថាឡើងស្វិតហ្មងនេះគេឲ្យញ៉ាំខ្ទឹមក្រហមមួយនឹងត្រីជាមួយនឹងខ្ទឹមក្រហមនេះខ្ញុំអត់ចេះញ៉ាំទេត្រីជាមួយនឹងដំឡូងបារាំងវាប្លែកមាត់មែនតើត្រីជាមួយនឹងខ្ទឹមបារាំងអ្នកនរគ្នាបើសិនជាខ្ញុំញ៉ាំខុសអីកុំប្រកែកប្រកាន់ណាដោយសារនេះគឺជាលើកទី1ដែលខ្ញុំញ៉ាំត្រីនឹងដែរសម្រាប់ខ្ញុំសាច់ត្រីនឹងស្វិតហើយប្រៃតិចតិចទទួលយកបានអត់អីទេណាក៏ប៉ុន្តែខ្ញុំអត់សូវចេះញ៉ាំខ្ទឹមក្រហមមួយខ្ទឹមបារាំងទេមួយទៀតតលូងនេះក៏ខ្ញុំអត់សូវចេះញ៉ាំដែរសម្រាប់ខ្ញុំអត់ចេះញ៉ាំត្រីអុយក្រែននឹងទេតែសម្រាប់អ្នកដែលគេចេះញ៉ាំប្រហែលជាអាចឆ្ងាញ់ណាមើលទៅអ្នកនរគ្នាជួយខមមិនប្រាប់ខ្ញុំតិចមើលថាតើខ្ញុំញ៉ាំត្រីអុយក្រែននឹងត្រូវក្បួនគេអត់ក្រែងលោថាខ្ញុំញ៉ាំអត់ត្រូវក្បួនអីចឹងទៅបានអត់ចេះញ៉ាំណា